PFY បង្ហាញខ្លួនក្នុងភាពយន្តឯកសាររបស់ CNN រំលឹកឡើងវិញនៅភាពជោគជ័យក្នុងបទ Gangnam Style ដែលបានផ្លាស់ប្ដូរពិភពលោកតារាចម្រៀងកូរ៉េខាងត្បូងដ៏ល្បីល្បាញ PFY នឹងបង្ហាញខ្លួននៅក្នុងភាពយន្តឯកសារថ្មីមួយរបស់ស្ថានីយទូរទស្សន៍ CNN ដែលផ្ដោតទៅលើភាពជោគជ័យដ៏អស្ចារ្យនៃបទចម្រៀង Gangnam Style ការបង្ហាញខ្លួននេះគឺជាការរំលឹកឡើងវិញនៅព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបានកើតឡើងកាលពីជាង10ឆ្នាំមុនដែលធ្វើឲ្យតន្ត្រី K-pop រីកសុសសាយពេញពិភពលោកនៅក្នុងបទសម្ភាសន៍នេះ PFY បានរំលឹកពីគ្រាដែលបទចម្រៀងរបស់លោកបានក្លាយជាវីដេអូដំបូងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ YouTube ដែលទទួលបានការទស្សនាលើសពី 1000 លានដងនេះមិនមែនត្រឹមតែជាជោគជ័យនៃបទចម្រៀងមួយនោះទេប៉ុន្តែគឺជាការបើកទ្វារសម្រាប់ K-pop តាមរយៈ Gangnam Style ដែលបានក្លាយជាស្ពានចម្លងដ៏សំខាន់ដែលធ្វើឲ្យទស្សនិកជននៅលោកខាងលិចចាប់ផ្ដើមស្គាល់និងគាំទ្រសិល្បករកូរ៉េដទៃទៀតអធិពលរបស់ក្បាច់រាំជិះសេះបានក្លាយជាការពេញនិយមពេញពិភពលោកចាប់ពីមហាជនទូទៅរហូតដល់ថ្នាក់ដឹកនាំនិងឥស្សរជនល្បីៗវាប្រៀបដូចជាការផ្លាស់ប្ដូរប្រព័ន្ធផ្សព្វផ្សាយដោយសារតែបទចម្រៀង Gangnam Style បង្ហាញឲ្យឃើញពីអំណាចនៃបណ្ដាញសង្គមនិងអ៊ីនធឺណិតក្នុងការផ្លាស់ប្ដូរវប្បធម៌ដោយមិនចាំបាច់ឆ្លងកាត់ប្រព័ន្ធផ្សព្វផ្សាយបែបបុរាណភាពយន្តឯកសាររបស់ CNN នេះនឹងពិភាក្សាស៊ីជម្រៅអំពីរបៀបដែល PFY បានតស៊ូជាមួយសម្ពាធនៃភាពល្បីល្បាញភ្លាមៗនិងរបៀបដែលលោកបានប្រើប្រាស់ឱកាសនោះដើម្បីពង្រឹងឧស្សាហកម្មតន្ត្រីរបស់ខ្លួនបច្ចុប្បន្ន PFY មិនត្រឹមតែជាតារាចម្រៀងប៉ុណ្ណោះទេប៉ុន្តែលោកក៏ជាម្ចាស់ក្រុមហ៊ុនកំសាន្ត P Nation ដែលកំពុងបន្តបណ្ដុះបណ្ដាលសិល្បករជំនាន់ក្រោយទៀតផងដែរអ្នកគាំទ្ររំពឹងថានឹងឃើញទស្សនវិជ្ជាពីក្រោយឆាកនិងការវិភាគបែបស៊ីជម្រៅអំពីរូបមន្តដែលធ្វើឲ្យបទចម្រៀងនេះផ្ទុះឡើងខ្លាំងដែលរហូតមកដល់ពេលនេះវានៅតែជាបទចម្រៀងតំណាងឲ្យការចាប់ផ្ដើមនៃយុគសម័យមាសរបស់ K-pop នៅលើឆាកអន្តរជាតិ